ម្ចាស់បទដុនថៃធូមីវ៉ាន់ជំណូចេញមុខសុំទោសនិងសាងភាពស្អាតស្អំនៅទង្វើមិនគប្បីចំពោះអុកញ៉ាព្រាបសុវត្ថិនិងសុវត្ថិមុនីនាដោយមើលឃើញពីកំហុសឆ្គងរបស់ខ្លួនលោកវ៉ាន់ជំណូម្ចាស់បទដុនថៃធូមីបានចេញមុខសុំទោសជាសាធារណៈនៅទង្វើមិនគប្បីរបស់ខ្លួនចំពោះអុកញ៉ាព្រាបសុវត្ថិនិងតារាចម្រៀងសុវត្ថិមុនីនាហៅលោកអិនចនកាលពីពេលកន្លងមកនេះតាមរយៈលិខិតសុំទោសចំពោះលោកអុកញ៉ាព្រាបសុវត្ថិលោកវ៉ាន់ជំណូបានរៀបរាប់ពីសកម្មភាពដែលខ្លួនបានប្រើពាក្យប្រៀបធៀបនិងបង្អាប់ប្រមាថមើលងាយនិងអះអាងបំភ្លឺទៅដល់លោកអុកញ៉ានិងក្រុមគ្រួសារដែលតាមរយៈសកម្មភាពនិងទង្វើទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសកិត្តិនាមសេចក្តីថ្លៃថ្នូរនិងមុខរបរការងាររបស់សុវត្ថិមុនីនាគនិងគ្រួសារលោកអុកញ៉ាព្រាបសុវត្ថិជាមួយនឹងការដឹងកំហុសនេះលោកវ៉ាន់ជំណូក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះសកម្មភាពទាំងអស់និងទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមកនិងទទួលស្គាល់ថាដោយសារតែខ្លួនមានការយល់ច្រឡំនិងមិនបានគិតគូរពិចារណាឲ្យបានវែងឆ្ងាយក្នុងរឿងនេះលោកវ៉ាន់ជំណូក៏បានទទួលស្គាល់កំហុសនិងសន្យាថាមិនធ្វើទង្វើណាមួយប៉ះពាល់ដល់អុកញ៉ាព្រាបសុវត្ថិនិងក្រុមគ្រួសារទៀតនោះទេជុំវិញរឿងនេះផងដែរលោកអុកញ៉ាព្រាបសុវត្ថិក៏បានលើកឡើងថានៅក្នុងនាមជាជនជាតិខ្មែរមុននឹងខមមិនឬសែអ្វីត្រូវភ្ជាប់នៅសិលធម៌សុជីវធម៌វប្បធម៌ដែលទាំងអស់នេះអាចស្ដាយឡើងនៅសិលធម៌វប្បធម៌សង្គមរបស់យើងមួយផងដែរសូមជម្រាបជូនថាកាលពីថ្ងៃទី13ដល់ថ្ងៃទី15ខែវិច្ឆិកាកន្លងមកលោកវ៉ាន់ជំណូបានធ្វើការចែករំលែក share comment បង្ហោះនៅលើបណ្ដាញ Facebook និង YouTube ដោយបានប្រើពាក្យប្រៀបធៀបនិងបង្អាប់ប្រមាថមើលងាយនិងអះអាងបំភ្លឺទៅដល់លោកអុកញ៉ាព្រាបសុវត្ថិនិងក្រុមគ្រួសារដែលទង្វើទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់លោកអុកញ៉ានិងក្រុមគ្រួសារផ្ទាល់តែម្ដង